បាញ់មួយថ្ងៃ10ថ្ងៃមុនហើយកន្លះខែ10ថ្ងៃបាទ10ថ្ងៃលំក៏ចាប់ដើមបាញ់ទៀតហើយអខ្លាំងពីមុនបាញ់មិនដែរស្លឹកវាហមហមឥឡូវនេះមើលនេះបាញ់ឲ្យម្ដងនេះលំមួយស្លឹកបងប្អូនមើលអខ្លាំងក៏ត្រួយលូតមិនចង្អាមជាងនេះពីចង្អាមនេះក៏លូតបាញ់បាន10ថ្ងៃឥឡូវបាញ់លើកទី2សួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះទឹកដីខេត្តបៃលិនបាទស្រុកស្លាក្រៅភូមិដីស្អិតឃុំអូដូនតាអតិថិជនគាត់បានធ្លាប់ប្រើពីមុនហើយពីឆ្នាំមុនល្អបាទឥឡូវមើលទិញប្រើផ្សារទៀតអាមុនដូចវាអត់ជួបគាត់រើទីតាំងឥឡូវឃើញអ្នកលក់គាត់ដូរទីតាំងបាទគាត់ឃើញតាមเพจហើយគាត់រកបានពីមុនដោយសារអ្នកលក់ហ្នឹងគាត់ដូរទីតាំងហើយដល់ពេលអញ្ចឹងគាត់រកទិញបានដល់ពេលឃើញតាមเพจហ្នឹងគាត់តាក់ទងមកហើយក្រុមការងារឆ្លងកាត់តាមបាទមកពីវិទ្យាមានជ័យឥឡូវយើងបានដាក់គាត់3កេសបាទគាត់ប្រើបាន3កេសហើយឥឡូវនេះគាត់ចាប់ដើមបាញ់ទៅលើលម៉ើគាត់ដែលពីមុនមកធ្លាប់ប្រើទៅវាល្អដើមស្លឹកនេះប្រភេទ N+ ហ្នឹងគឺធ្វើជាមួយដើមស្លឹកឬដើមបាទឥឡូវគាត់ចាប់ដើមលាយថ្នាំបាញ់ទៀតហើយនៅនេះគាត់ដាំដំណាំច្រើនមកបាទសួរគាត់ទៅគឺមានលម៉ើដើមលម៉ើចាស់មុនហ្នឹងគឺ5 6ឆ្នាំហើយធំអស់ហើយឥឡូវគាត់ចាប់ដើមដាំជាលកាបន្តទៀតជាលការបស់ពូជរបស់អង់គ្លេសដំណាំគ្រប់មុខមានបឺមានក្រូចពោធិ៍សាត់មានរ៉េនសៅម៉ៅបាទចម្រុះឥឡូវជំរឿគាត់បាញ់បន្តទៀតនេះចាប់ដើមបន្តទៀតហើយគាត់ថាគាត់មានធំវិញហើយឆ្នាំមុនមកឆ្នាំខ្លះគាត់ថាលាយឆ្នាំពុលវាមានជាតិគីមីច្រើនឈួលខ្លាំងការប្រើទៅដល់ពេលរបស់យើងនេះក្រុមហ៊ុន VKSN អត់មានក្លិនអត់ប៉ះពាល់សុខភាពគាត់ចង់ប្រើហ្នឹងគាត់អត់ពាក់ម៉ាស់គាត់ប្រើថាមុនដល់ពាក់ម៉ាស់សម្រាប់គាត់ធំហើយគាត់ធ្លាប់ប្រើឆ្នាំមុន6ឆ្នាំហើយប្រើបានគ្រប់មុខហើយនៅពេលចេញរៀបចេញផ្កាបាទគាត់ប្រើ D+ សម្រាប់ជំនួយផ្កាក្តាប់ផ្លែបាទឲ្យជាប់ផ្លែបានល្អ